បាទគោរពជំរាបសួរពុកម៉ែបងប្អូនពលមកសាជាថ្មីបែបបនមួយការចំមន់ស្រែថ្ងៃនេះថតត្រង់ដែលសម្អាតថ្មីជូនបងប្អូនត្រង់នេះគឺជាត្រង់ចាស់វសារបស់ខ្ញុំដែលសង់មុនគេបំផុតណាហើយឲ្យផលបានច្រើនសារច្រើនវគ្គហើយអញ្ចឹងបន្ទាប់ពីទុកចោល4ខែបងប្អូនណាដោយសារយើងមានរដូវដែលត្រូវដាក់ព្រោះទីផ្សារមន់ស្រែនៅកម្ពុជាយើងมันបានថ្លៃថេររហូតទេអញ្ចឹងយើងត្រូវតែដកពេល4ខែចេញកុំដាក់កូនណាអញ្ចឹងថ្ងៃនេះចែកម្លែកជាមួយនឹងថ្នាំដល់បកែ2មុខដែលបងប្អូនមិនត្រូវមើលរំលងណាបងប្អូនដែលមិនចេះប្រើប្រាស់វ៉ាក់សាំងក៏ចិញ្ចឹមបានណាអញ្ចឹងបន្ទាប់ពីបោះអាចសម្អាតហើយបងប្អូនឃើញសនេះគឺជាថ្នាំទី1ដែលខ្ញុំរំលឹកបងប្អូនថាมันអាចចោលបានណានោះគឺជាកំបោរសណាបាចជាងបងប្អូនសម្អាតត្រង់ហើយអស់មុននឹងបាចកំបោរសថ្នាំទី2នេះបងប្អូនណាបងប្អូនអត់ចេះប្រើវ៉ាក់សាំងឬក៏ចេះហើយមិនចង់ប្រើដូចខ្ញុំអញ្ចឹងខ្ញុំអត់ប្រើទេវ៉ាក់សាំងអត់ដែលប្រើទេចិញ្ចឹមមន់យូរឆ្នាំហើយ2មុខហ្នឹងគឺខ្ញុំអត់ដែលចោលទេអញ្ចឹងខ្ញុំបោះអាចសម្អាតហើយអស់នៅតែសាបទេអញ្ចឹងខ្ញុំបាញ់រ៉េតមកតង់សិនបងប្អូនណាបាញ់ថ្នាំបាញ់មុខហ្នឹងមកតង់សិនបន្ទាប់ពីបាញ់សពហើយអស់បាទខ្ញុំបាចកបោសណាបាចកបោសបាចអញ្ចឹងបងប្អូនកុំភ័យថាបាចក្រាស់បាចស្ដើងបាចក្រាស់ធ្វើទុកដល់មន់ឬក៏ពុលមន់អត់ទេបងប្អូនកបោសអត់មានពុលដល់សត្វមន់នេះកបោសសម្រាប់តែប្រភេទសត្វអត់ប៉ារ៉ាស៊ីតផ្សេងនេះចំពោះមន់អត់ធ្វើទុកទេណាអញ្ចឹងបងប្អូនបាចដូចខ្ញុំហើយបាញ់ដូចខ្ញុំចំពោះថ្នាំបាញ់មូសបងប្អូនបាញ់ហើយមួយសាអញ្ចឹងហើយបញ្ជាក់ដើម្បីបងប្អូនយើងយកទៅអនុវត្តបាញ់ហើយមួយសាហើយបាយកបោសហើយបងប្អូនដាក់អង្កាមនោះអង្កាមបាវអង្កាមណាដាក់អង្កាមក្រាលអង្កាមហើយអស់សពបាញ់រ៉េតនឹងបាញ់ថ្នាំមូសនឹងពីលើមកតង់ទៀតណាបន្ទាប់មកបងប្អូនទុករយៈពេលខ្លីហើយមកដាក់កូនមន់បានហើយណាខ្ញុំបង្ហាញប៉ុណ្ណឹងហើយខ្ញុំដាក់កូនមន់ខ្ញុំដាក់កាមអីហើយបាញ់រ៉េតភាសាទៀតហើយខ្ញុំដាក់កូនមន់អញ្ចឹងចំពោះបងប្អូនយើងចង់ចិញ្ចឹមមន់សាច់បងប្អូនអាចធ្វើអញ្ចឹងបានណាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចាក់សាបមិនឲ្យបងប្អូនចិញ្ចឹមលើដីទេត្រង់ដែលវាដេកណាហើយត្រង់ពីប្រឡោះនេះបងប្អូនណាខាងនោះមិនទាន់បានកើបទេកើបបានមួយខាងឆ្លៀតធ្វើវីដេអូបង្ហាញជូនបងប្អូនណាលើកទឹកចិត្តឲ្យបងប្អូនចាក់សាបមូលហេតុអីបានចាក់សាបមិនឲ្យនៅលើដីផលចំណេញគឺច្រើនជាងការចិញ្ចឹមលើដីទី1បងប្អូនត្រូវទទួលបាននោះគឺមន់អត់ងាយនឹងឈឺណាមន់អត់ងាយនឹងឈឺហេតុអីបានមន់អត់ងាយឈឺកាលណាយើងសាបអត់មានសំណើមទេក្នុងទ្រុងគឺវាស្ងួតជានិច្ចហើយផលចំណេញទី2នោះបងប្អូនឃើញទាំង3នោះគឺសិតតែលុយណាគេសិតតែចាំយកទាំងអស់អាចមន់របស់យើងហើយបើយើងអត់សាបយើងនៅលើដីយើងមានអាចមន់នឹងលក់ឯអត់ទេហើយបើយើងមិនលក់យើងមានដំណាំច្រើនទុកដាក់ដំណាំក៏ចំណេញដែរល្អបានយូររាប់ឆ្នាំរហូតដល់2ឆ្នាំបានដំណាំយើងអន់ថយអញ្ចឹងយើងមិនបាច់ចាំអស់លុយទិញជីបាវទេអញ្ចឹងផលចំណេញមាន2ហ្នឹងខ្ញុំចែកជូនបងប្អូនថាចំមន់ស្រែមន់សាច់យើងហ្នឹងលើកទឹកចិត្តឲ្យសាបណាលើកទឹកចិត្តឲ្យចាក់សាបស្រួលប្រមូលអាចហើយអត់ងាយឈឺមន់អត់ងាយឈឺដោយសារអីបរិវេណទ្រុងរបស់យើងហ្នឹងទ្រុងកន្លែងវាដេកហ្នឹងគឺវាស្ងួតជានិច្ចអញ្ចឹងបញ្ជាក់ជូនបងប្អូនថាបរិវេណដេកបរិវេណទ្រុងផ្សេងបរិវេណដែលវាត្រូវដើរលេងនេះផ្សេងណាបងប្អូនណាបងប្អូនកុំច្រឡំថាមើលតែពីមុខមន់គេដាក់ទៅក្នុងទ្រុងអត់ទេបងប្អូនណាមើលទៅក្រោយបងប្អូនណាមានវាលមានស្មៅអញ្ចឹងកន្លែងគេដើរហ្នឹងក៏ត្រូវតែបាចកបោសសិនដែរបានបងប្អូនត្រូវលែងមន់ដើម្បីសម្លាប់នៅពួកប៉ារ៉ាស៊ីតនិងមេរោគផ្សេងដែលវានៅលើដី
ចឹងបើបងប្អូនមិនជឿអាចតេស្តមើលបានបងប្អូនប្រើវ៉ាក់សាំងគ្រប់ប្រភេទហើយចោលថ្នាំពីរមុខនេះបងប្អូនកុំប្រើពីរមុខហ្នឹងហើយបងប្អូនប្រើវ៉ាក់សាំងហើយថ្នាំផ្សេងប្រើចុះខ្ញុំឲ្យប្រើម៉ាសេរីហើយបងប្អូនចោលពីរមុខនេះបងប្អូននឹងឃើញផលហើយណាបងប្អូននឹងឃើញផលហើយព្យាយាមទិញចុះថ្នាំរាល់ខែខ្ញុំជឿជាក់ថាអញ្ចឹងគឺរាល់ខែណាហើយក្នុងប្រធានបទនេះចែកជូនថ្នាំពីរមុខហ្នឹងដែលបងប្អូនមិនគួរចោលបងប្អូនចង់ចាំមន់អាជីពបានយូរឆ្នាំបងប្អូនកុំចោលពីរមុខហ្នឹងណាពីរមុខហ្នឹងគឺជាថ្នាំដ៏ប្រកែណាខ្ញុំឲ្យមើលប្រតិកម្មរបស់វាណាប្រតិកម្មរបស់កបោសនឹងរ៉េតណានឹងថ្នាំបាញ់មុខហ្នឹងបងប្អូនមើលណានេះបងប្អូនមើលសត្វល្អិតដែលនៅពីរមុខនេះគឺសើងាប់ដោយសារយើងបាញ់ថ្នាំមុខណាមានតកៅមានសត្វល្អិតផ្សេងដែលវាពួនសង្ងំនៅក្នុងអាចមន់យូរខែដែលខ្ញុំទុកចោលហ្នឹងអត់បានកើតចេញណាដោយសារយើងបង្អាក់ទៅតាមទីផ្សារអត់ដាក់កូន4ខែណាអញ្ចឹងខែ9បាទខ្ញុំមានមន់លក់វិញត្រង់ដែលខ្ញុំធ្លាប់ថតឲ្យបងប្អូនមើលហ្នឹងអញ្ចឹងថ្ងៃនេះប្រធានបទយើងគឺថ្នាំពីរមុខដែលបងប្អូនមិនគួរចោលណាអញ្ចឹងយើងធ្វើទាំងអស់គ្នាអនុវត្តទាំងអស់គ្នាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនប្រើថ្នាំពីរហ្នឹងតែចោលវ៉ាក់សាំងបានទាំងមន់សាច់មន់ពូជមន់ចិញ្ចឹមយកពងមន់ចិញ្ចឹមមន់ប្រភេទប្រយុទ្ធប្រភេទមន់ជលអីគឺត្រូវការពីរមុខទាំងអស់ណាបងប្អូនប្រើវ៉ាក់សាំងក៏ដោយហ៊ានចោលពីរមុខហ្នឹងខ្ញុំជឿជាក់ថាមន់បងប្អូននៅតែឈឺអរគុណ